យើងក៏បានកលេចឃើញព្រះពុទ្ធមួយអង្គយាងមកហើយនេះហើយយើងក៏បដូរចិត្តទៅរកព្រះអង្គតែចម្លែកណាស់យើងរត់ដេញតាមព្រះអង្គមិនទាន់មិនដឹងជាមូលហេតុស្អីទេយើងនៅតែរត់ដេញតាមព្រះអង្គមិនទាន់ឈប់សាមណៈមួយអង្គនេះឈប់សិនយើងប្រាប់ថាឲ្យឈប់យើងប្រាប់ថាឲ្យឈប់ណាឈប់សិនទៅឈប់សិនយើងឈប់ហើយអ្នកទេដែលមិនទាន់ឈប់នោះលោកឈប់យ៉ាងម៉េចនឹងលោកនៅតែដើរដដែលលោកថាលោកឈប់ហើយយើងក៏ឈប់ដូចគ្នាដែរតែលោកប្រាប់ថាយើងមិនឈប់សមណៈនេះគឺបានន័យថាម៉េចអង្គលីមីយើងបានឈប់ជាយូរមកហើយឈប់ធ្វើអ្វីដែលប៉ះពាល់ដល់ជីវិតទាំងឡាយឈប់ធ្វើអ្វីដែលប៉ះពាល់ដល់មនុស្សគ្រប់គ្នាហើយនេះទើបយើងប្រាប់ថាយើងឈប់ហើយតែអ្នកមិនទាន់ឈប់ទេអំពើអាក្រក់ដែលអ្នកសាងទុកក្នុងខ្លួនប៉ុណ្ណាទុកវេទនាគឺគ្មានទីបញ្ចប់ឡើយបើអ្នកបានបួសជាបព្វជិតអ្នកនឹងបានទៅកាន់ព្រះនិព្វានហើយមិនចាំបាច់វិលវល់ការស្លាប់តទៅទៀតព្រះសមណៈទូលបង្គំបានធ្វើអ្វីនឹងបានធ្វើអ្វីខ្ញុំបានសាងទុកសាងទោសជាច្រើនមកហើយព្រះអង្គបានធ្វើឲ្យខ្ញុំមើលឃើញបិសាចក្នុងខ្លួនសូមមេត្តាទទួលទូលបង្គំជាសាវកផងចុះព្រះគុណម្ចាស់ជាទីសក្ការៈសូមទទួលយកជីវរថ្នាំអាហារពីពួកកណាផងមហារាជមហាក្តីមេត្តាអរគុណណាស់យើងមានគ្រប់យ៉ាងអស់ហើយមើលនោះគឺជាអង្គលីមានតាចេញទៅកុំឲ្យអាហារវាអគិតកចេញទៅកុំឲ្យអសោះមិនហើយគួរតែដេញគេចេញទៅកុំឲ្យគេឲ្យសោះណាមើលចេញទៅចេញកុំអីព្រះអង្គមើលទូលបង្គំចុះទូលបង្គំជាបព្វជិតទៅហើយហេតុអីក៏ពួកគេធ្វើយ៉ាងនេះចំពោះទូលបង្គំទៀតមុននេះអ្នកបានកាប់សម្លាប់មនុស្សដឹងទេថាជាកំហុសទូលបង្គំមិនបានដឹងឡើយពួកគេធ្វើយ៉ាងនេះដោយសារតែអវិជ្ជាមែនហើយដល់ពេលដែលទូលបង្គំត្រូវសម្ដែងមេត្តាធម៌ដល់គេផ្ដល់ក្តីមេត្តាគេនៅទីណាគ្រូម្នាក់ដូចជាអ្នកណាទ្រង់គឺជាគ្រូរបស់អាត្មាធ្វើចិត្តឲ្យស្ងប់ពេលដែលនិយាយជាមួយព្រះអង្គពេលដែលទូលបង្គំដើរបិណ្ឌបាតព្រឹកមិញនេះបានជួបស្រី3កូនស្រែកយំរកថ្នាំជាបាល់កូនប្រុសរបស់ខ្លួនព្រះអង្គមេត្តាឲ្យថ្នាំខ្ញុំម្ចាស់ជាបាល់កូនខ្ញុំម្ចាស់ផងទៅព្រះអង្គខ្ញុំម្ចាស់សូមវល់នាងឈ្មោះស្អីហើយមានរឿងស្អីកើតឡើងជាមួយកូនរបស់នាងទូលបង្គំឈ្មោះកេសាកុតមីកូនប្រុសរបស់ទូលបង្គំមានតែម្នាក់ឥឡូវនេះគេឈឺចិត្តស្លាប់ហើយសូមមេត្តាឲ្យថ្នាំខ្ញុំម្ចាស់ដើម្បីព្យាបាលឲ្យគេខ្ញុំម្ចាស់នឹងថ្វាយមាសប្រាក់ដល់ព្រះអង្គខ្ញុំម្ចាស់សូមវល់ព្រះអង្គតថាគតនឹងឲ្យថ្នាំទៅនាងតែនាងទៅរករបស់មួយឲ្យតថាគតសិនអ្វីទៅព្រះអង្គប្រាប់ទូលបង្គំមកទៅរកក្របស្ពៃមកឲ្យតថាគតមកក្របស្ពៃតែប៉ុណ្្នឹងទេមែនព្រះអង្គតែត្រូវចាំណាតែមានលក្ខខណ្ឌមួយត្រូវរកក្របស្ពៃពីគ្រួសារណាដែលមិនធ្លាប់មានមនុស្សស្លាប់ទូលបង្គំទៅរកឥឡូវនេះថាម៉េចក្របស្ពៃរកប្រមាណក៏បានដែរប៉ុន្តែឪពុករបស់យើងទើបតែស្លាប់2ខែមុននេះទេធ្វើម៉េចទៅប្អូនស្រីរបស់យើងស្លាប់2អាទិត្យមុននេះគ្មានអ្វីទៀងទាត់ឡើយមានការរស់រានមានការស្លាប់ភាពរុងរឿងនិងភាពវិនាសជួបគ្នាហើយបែកគ្នាលោកដ៏ស្រស់ថ្លាដូចជាផ្ការីកនៅពេលព្រឹកហើយក៏ស្វិតសពូនដោយកម្ដៅថ្ងៃពេលថ្ងៃព្រះអង្គទូលបង្គំដឹងហើយការស្លាប់គឺជារឿងធម្មតាទេចាំទុកណាកេសាកុតមីថ្ងៃណាមួយយើងនឹងប្រាចាកពីមនុស្សដែលយើងស្រឡាញ់
ណាស់ល្អណាស់ល្អមែនល្អមែនអូស្អាតមែនដល់អើយអ្នកនាងអើយមានរឿងស្អីកើតឡើងហ្នឹងអាយើងមានអារម្មណ៍មិនល្អសោះយើងរស់នៅដូចជាអ្នកទោសយើងចង់មានសេរីភាពថាម៉េចអ្នកទោសហ៎តែនាងគឺជានារីដែលមានបំផុតនៅទីនេះគ្រប់គ្នាចង់មករស់នៅជាមួយនឹងនាងរូបរាងមានមុនស្នេហ៍ធ្វើឲ្យបរិះនៅក្នុងស្រុកនេះលងស្នេហ៍ដោយសារនាងហើយនាងប៉ុណ្ណឹងហើយមិនជឿទៀតហើយចាយើងដឹងហើយតែពេលមានស្វាមីហើយត្រូវមានបញ្ហាជាមួយស្វាមីហើយកូនឈឺទៀតវាមិនមែនជារឿងល្អនោះទេអូយមិនបានជានិយាយយ៉ាងនេះអ្នកនាងចាស្រីត្រូវជាប្រពន្ធរបស់គេអ្នកនាងគឺជាកូនស្រីទី1ត្រូវមានស្វាមីនៅក្នុងគ្រួសារនេះស្រីត្រូវធ្វើជាទាសកលនៅក្នុងផ្ទះរបស់ស្វាមីតែអ្នកនាងវិញណាគឺជាអ្នកមានសេរីភាពហើយណាស់តាចាហ៎ដូច្នេះត្រូវតែមានអ្វីផ្សេងដើម្បីធ្វើឲ្យសម្រស់និងភាពគង់វង្សដែលស្វាមីនិងកូនមិនអាចយកមកឲ្យបានអូយអ្នកនាងយើងចង់ស្វែងរកសេរីភាពដែលខ្លួនឯងដឹងទេដឹងដែរទេនាងអាចរកសេរីភាពបានតាឯនិយាយស្អីហ្នឹងហើយខ្ញុំលើគេនិយាយថាមានសាមណៈមួយអង្គអាចឆ្លើយនឹងសំណួរគ្រប់យ៉ាងបានណាចាគឺព្រះពុទ្ធមែនហើយយើងក៏បានឮរឿងរបស់ព្រះពុទ្ធដែរព្រះអង្គកំពុងតែគង់នៅក្នុងសួគ៌របស់អ្នកនាងនឹងហើយណានៅទីនេះនៅក្នុងព្រៃអញ្ចឹងយើងទៅរកជួបទ្រង់សិនទៅបានប៉ុន្តែអ្នកនាងគេថាព្រះអង្គមិនចាប់អារម្មណ៍នឹងស្រីស្អាតមានមុនស្នេហ៍អ្វីឡើយហើយព្រះអង្គក៏ចាស់ចរិយាហើយដែរណាចាខ្ញុំដឹងហើយសម្រស់ស្រស់ស្អាតត្រូវបាត់បង់ទៅហើយក៏ត្រូវតែមានអ្វីមួយចំនួនវិញដែរព្រះពុទ្ធទ្រង់ដឹងច្បាស់ណាស់យើងនឹងស្វែងរកត្រៀមប្រទេសសេះឲ្យយើងភ្លាមទៅមនុស្សស្វះស្វែងដើម្បីជីវិតដោយខ្វះការប្រុងប្រយ័ត្នខំប្រឹងប្រែងដើម្បីតែភាពថ្លៃថ្នូរគេខំប្រឹងពីជីវិតមួយទៅកាន់ជីវិតមួយដូចជាសត្វស្វាលូតពីលើដើមឈើមួយទៅដើមឈើមួយដើម្បីរកផ្លែឈើបបិទ្ធព្រះអង្គដ៏ចម្រើនទូលបង្គំជាស្រីដែលស្អាតជាងគេនៅក្នុងព្រះនគរទូលបង្គំមានជីវិតរស់នៅក្នុងលោកនេះគឺមានសេចក្តីសុខពេញបរិបូរណ៍ប៉ុន្តែទទួលទុកវេទនានិងការធុញថប់និងឯកោខ្លាំងណាស់ឧបាសិកាត្រូវគ្រប់គ្រងរាងកាយនិងចិត្តគំនិតទូលបង្គំគួរធ្វើយ៉ាងម៉េចទៅត្រូវផ្ដាច់ការប្រកាន់ភ្ជាប់សេចក្តីប្រាថ្នានិងកាមតណ្ហានិងអំពើអាក្រក់ទាំងឡាយទាំងផ្លូវកាយផ្លូវវាចាធ្វើចិត្តឲ្យល្អស្អាតទូលបង្គំនឹងធ្វើតាមទូលបង្គំនឹងខំហាត់រៀនធ្វើតាមឲ្យបានល្អទូលបង្គំសូមយាងព្រះអង្គនិងព្រះភិក្ខុសង្ឃទៅទទួលចង្ហាន់នៅផ្ទះរបស់ទូលបង្គំសូមយាងយើងទទួលការនិមន្តនេះចុះព្រះអង្គយើងទៅមិនបានទេព្រះអង្គធ្លាប់ជាព្រះរាជបុត្រដូចជាទូលបង្គំដែរព្រះអង្គទៅឆាននៅផ្ទះនាងយ៉ាងម៉េចកើតទៅព្រះអង្គសូមព្រះអង្គទទួលចង្ហាន់ទូលបង្គំវិញទៅទូលបង្គំយល់ច្បាស់ណាស់ព្រះអង្គមិនអាចនិមន្តទៅទទួលចង្ហាន់នៅផ្ទះទូលបង្គំបានទេនៅក្នុងធម៌វិន័យនៅទីនេះគ្មានព្រះរាជបុត្រឬក៏ស្រីស្អាតណាឡើយយើងត្រូវសោយអាហារនៅផ្ទះឧបាសិកាអំពាក់បាលីអរព្រគុណព្រះអង្គណា80ឆ្នាំកន្លងមក